បាទសួស្តីអ្នកនរគ្នាបាទសូមស្វាគមន៍មកកាន់វីដេអូបង្រៀនរបស់ខ្ញុំសម្រាប់ថ្ងៃនេះបាទអញ្ចឹងនៅថ្ងៃនេះគឺខ្ញុំចង់ធ្វើការបង្ហាញអ្នកនរគ្នាតាក់ទងទៅនឹងរបៀប download វីដេអូចេញពី Facebook បាទដោយមិនប្រើប្រាស់កម្មវិធីជំនួយបាទអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាអាចធ្វើទៅបានសូមអ្នកនរគ្នាធ្វើការបើកទៅលើ Facebook ទាំងអស់គ្នាណាបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើការបើកទៅលើ Facebook ខ្ញុំតែម្ដងណាបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាអាចទាញចុះក្រោមមកណាបាទរកមើលវីដេអូណាដែលយើងចង់ធ្វើការ download មកបាទឥឡូវឧទាហរណ៍ថាខ្ញុំចង់ធ្វើការ download វីដេអូមួយនេះចុះបាទអញ្ចឹងដើម្បីយើងធ្វើការ download វីដេអូនេះបានគឺយើងចុចទៅលើបាទសញ្ញា share មកណាបាទចុចទៅលើពាក្យថា share ហ្នឹងមកបាទបន្តមកទៀតអ្នកនរគ្នាចុចទៅលើពាក្យថា copy link បាទគឺចុចទៅលើរូប color នេះមកណាបាទឬក៏ម្យ៉ាងទៀតអ្នកនរគ្នាអាចធ្វើតាមមួយរបៀបទៀតណាបាទអ្នកនរគ្នាអាចចុចទៅលើរូប color នេះមកណាបាទបន្តមកអ្នកនរគ្នាទាញវាចុះក្រោមមកដើម្បីយើងរកមើលវីដេអូណាដែលយើងចង់ធ្វើការ download បាទបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ធ្វើការ download វីដេអូមួយនេះបាទអញ្ចឹងសូមអ្នកនរគ្នាចុចទៅលើសញ្ញា share អ្នកនរគ្នាណាបាទគឺសញ្ញាមួយនេះបាទអញ្ចឹងយើងចុចទៅលើវាមកណាបាទបន្តមកទៀតអ្នកនរគ្នារកមើលពាក្យថា copy link បាទជារូបមួយនេះណាអញ្ចឹងអ្នកនរគ្នាចុចទៅលើវាមកបាទអញ្ចឹងបន្ទាប់ពីអ្នកនរគ្នាចុចទៅលើពាក្យថា copy link ហើយសូមអ្នកនរគ្នាធ្វើការបិទ Facebook របស់យើងចោលតែម្ដងណាបាទបន្តមកទៀតអ្នកនរគ្នាធ្វើការបើកទៅលើ browser របស់យើងបាទគឺ browser Chrome ណាបាទបាទអញ្ចឹងនៅត្រង់ search នេះគឺយើង search website សម្រាប់ធ្វើការ download វីដេអូរបស់យើងមកណាបាទអញ្ចឹងយើងវាពាក្យថា Facebook បាទ Facebook បាទអញ្ចឹងឃើញថាវាបានselectឲ្យយើងដោយសារខ្ញុំធ្លាប់ចូលវាម្ដងហើយណាអញ្ចឹងអ្នកនរគ្នាវាពាក្យថាបាទ Facebook បាទ download វីដេអូចឹងមកបាទហើយបន្តមកទៀតអ្នកនរគ្នាចុចលើសញ្ញាព្រួយមកណាបាទអញ្ចឹងមកដល់ទីនេះគឺយើងមាន website ជាច្រើនសម្រាប់ធ្វើការ download វីដេអូរបស់យើងបាទអញ្ចឹងអ្នកនរគ្នាអាចរើស website ណាក៏បានដែរណាសម្រាប់ធ្វើការ download វីដេអូបាទប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំធ្លាប់ធ្វើការ download នៅ link ខាងលើគេផុតណាបាទគឺ link មួយនេះបាទឬក៏ website មួយនេះបាទចេញទៅលើ website តែម្ដងមកបាទបន្តមកទៀតគឺខ្ញុំធ្វើការផាសនៅ link នេះធ្វើការ copy ចេញពី Facebook ណាបាទបន្តមកទៀតខ្ញុំចុចទៅលើ download បាទបាទអញ្ចឹងបាទចំណុចបន្តទៀតគឺយើងចុចទៅលើប៊ូតុង download video in HD quality បាទចុចទៅលើវាមកណាបាទបាទអញ្ចឹងវានឹងធ្វើការ download ឲ្យយើងឃើញនេះបាទ download រួចហើយអញ្ចឹងយើងបិទ browser ចោលសិនណាបាទហើយយើងទៅមើលវីដេអូដែលយើងបានធ្វើការ download បាទអញ្ចឹងដើម្បីយើងទៅរកមើលវីដេអូដែលយើងធ្វើការ download បំបាញ់មិញហ្នឹងគឺយើងចុចទៅលើបាទ file manager បាទចុចទៅលើពាក្យថា file manager មកណាបាទបន្តមកទៀតអ្នកនរគ្នាចុចទៅលើបាទវីដេអូបាទនេះគឺជាវីដេអូដែលយើងបានធ្វើការ download បំបាញ់មិញណាបាទចុចទៅលើវាមកវានឹង play ឲ្យយើងហើយបាទចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ធ្វើការបង្ហាញបងប្អូនអរគ្នាបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ